បង$10អូន$10អាចមកគួយគុណទេសភាពនៅទីនេះបាននៅជ្រោយចវាស្អាតណាស់ថ្ងៃ Valentine កុំភ្លេចមកញ៉ាំភីហ្សាឈុតរបស់គេនេះសម្រាប់លក្ខណៈ couple ណាត្រឹមតែ$10.8ទេមកឈុតរបស់គេញ៉ាំភីហ្សាគួយគុណទេសភាពយ៉ាងស្រស់ស្អាតនិយាយទៅយើងខ្លាយលោទៅកន្លែងអញ្ចឹងអស់លុយច្រើនបារម្ភព្រោះគេល្បីថាថ្លៃអីចឹងអញ្ចឹងអត់ទេថ្ងៃនេះខ្ញុំណែនាំឈុត promotion របស់គេទៅអ្នកទាំងអស់គ្នាដើម្បីឲ្យយើងបានដឹងមុនយើងកក់កន្លែងគេទៅនាំសង្សារដៃគូអីទៅចឹងណាអញ្ចឹងចំណែនមែនតើអ្នក single មិនដឹងបានអីនាំទៅគេទេអញ្ចឹងនេះកន្លែងតុបតែងគេdecor សម្រាប់ Valentine ណាអញ្ចឹងគេមានឈុតលក្ខណៈ hot pot ឈុតលក្ខណៈ family ហ្នឹងមានតម្លៃ promotion របស់គេហ្នឹងចាំខ្ញុំណែនាំថាតើតម្លៃប្រហែលអីប្រហែលមុននឹងយើងទៅកុំឲ្យថាយើងទៅអត់ដឹងទៅអស់លុយច្រើនអស់អីចឹងណាអញ្ចឹងមើលវីដេអូនេះខ្ញុំគ្រាន់តែ inform អ្នកទាំងអស់គ្នាថាឥឡូវគឺគេមានការ decor តុបតែងស្អាតបរិយាកាសអីអែមសម្រាប់ថ្ងៃ Valentine ជាជម្រើសមួយដែលអ្នកទាំងអស់គ្នាអាចពិចារណាបាននៅ La Vida Floating ដែលតម្លៃ promotion pizza ឈុតគេ$18 5កាក់$30ឈុតលក្ខណៈ family ហើយឈុត51សម្រាប់ hot pot family ដូចគ្នាហើយឈុតធំ family $73អញ្ចឹងគឺមាន promotion ជាច្រើនដែលពុកម៉ែបងប្អូនអាចតាមដាននៅក្នុង Facebook page របស់ La Vida Floating បានគឺជាកន្លែងមួយដែលថាភោជនីយដ្ឋានដូចអណ្ដែតទឹកអញ្ចឹងនៅតំបន់មាត់ទន្លេជ្រោយចវាយើងនឹងឯងលក្ខណៈមានកន្លែង option អង្គុយនេះគឺច្រើនមើលមកគឺបរិយាកាសឃើញទូកអាទុកនេះគេឆ្លងសាឡាងឆ្លងអីហ្នឹងគឺយើងមើលឃើញគួយគុណទេសភាពជាពិសេសខ្ញុំណែនាំខ្លាំងគឺទៅម៉ោង30ម៉ោងថ្ងៃរៀបលិចណាគឺម៉ោង5កន្លះអីហ្នឹងយើងទៅដល់ទីតាំងហ្នឹងទៅទី1កុំភ្លេចទេកក់គេមុនព្រោះអីកន្លែងចឹងសៅរ៍អាទិត្យបុណ្យទានបុណ្យ Valentine បុណ្យទិវានៃក្តីស្រឡាញ់អីនេះគឺថាសិតតែមនុស្សណែនដែរអញ្ចឹងតើតកក់គេមុនមើលវីដេអូនេះបើសិនបើអ្នកទាំងអស់គ្នាចូលចិត្តកន្លែងដែលថាយើងទៅ relax នាំដៃគូដៃកង់អីទៅអញ្ចឹងទៅគឺត្រូវហើយបើថាអ្នកគេរៀង single អាហ្នឹងយើងតាមហ្នឹងព្រោះគេថ្ងៃចិត្តដល់ថ្ងៃទិវាអីចឹងគឺអ្នកគេមានគូគេរៀងមានកលិបជាងយើង single អញ្ចឹងយើងគាត់ទៅញ៉ាំ cocktail មួយកែវអីចឹងទៅក៏បានដែរប៉ុន្តែនៅនេះខ្ញុំសង្កេតឃើញថាយើងអាចទៅ enjoy លក្ខណៈថាកន្លែងគេស្អាតទេសភាពស្អាតយើងអាចអង្គុយញ៉ាំ pizza បានអញ្ចឹងណាលក្ខណៈគូយើងមិនដែលញ៉ាំ pizza ទូទៅអីតាមហាងអីយើងធ្លាប់អស់ហើយប៉ុន្តែញ៉ាំ pizza គយគុណទេសភាពបែបនេះជាមួយនឹងមនុស្សជាទីស្រឡាញ់យើងមិនសូវបានទៅអីចឹងរកកន្លែងពិបាកអីចឹងកន្លែងនេះខ្ញុំគ្រាន់តែណែនាំអ្នកទាំងអស់គ្នាបង្ហាញឲ្យឃើញថាណែគេមានអញ្ចឹងទៅតម្លៃចេះធ្វើឲ្យយើងកក់ក្ដៅថាមានលុយមុំក៏យើងទៅបានដែរព្រោះគេមានឈុត promotion ដាក់ច្បាស់ថាតម្លៃត្រឹមតែ$18.5យើងអាចចូលទៅបានញ៉ាំបានអញ្ចឹងមានបង$10អូន$10មកល្មមសមរម្យដែលអ្នកទាំងអស់គ្នាអាចទៅញ៉ាំហើយយើងអាចទៅបន្តទៅកន្លែងណាផ្សេងទៀតចឹងទៅហើយអញ្ចឹងនេះគឺជាកន្លែង option មួយសម្រាប់ឪពុកម៉ែបងប្អូនអាចទៅ enjoy ជាមួយនឹង promotion ពិសេសដែលគេមាននៅក្នុង La Vida Floating ដែលមានជម្រើសមហូបជាច្រើនមានប្រភេទ pizza ប្រភេទអីចឹងទៅអញ្ចឹងឈុត pizza ដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងតម្លៃ$18 5កាក់ហើយក៏ដូចជាប្រភេទជម្រើសកន្លែងអង្គុយអីគឺគេមានច្រើនណាមានកន្លែងអង្គុយតុកសបុកចាបតុកអីណាមាត់ទន្លេតុកមុខឆាកតុកគូស្នេហ៍តុក jellyfish អីហ្នឹងគឺអ្នកទាំងអស់គ្នាកុំភ្លេចទេកក់គេមុនព្រោះអីជម្រើសទាំងអស់ហ្នឹងគឺស្ថិតតែត្រូវការកក់មុនហើយបានកន្លែងអង្គុយល្អកន្លែងអង្គុយពិសេសអីចឹងទៅហើយសម្រាប់នៅហ្នឹងក៏គេមានជាប្រភេទចំអិនម្ហូបអាហារលក្ខណៈ steak ណាអញ្ចឹងអ្នកដែលថាគេមានគូគេចង់ញ៉ាំ steak ឲ្យមើលទៅរៀងហៃលើកដៃគូអញ្ចឹងយើងដេតអីអញ្ចឹងយើងអាចទៅនឹងបានជាពិសេសគឺសម្រាប់ពុកម៉ែបងប្អូនដែលថាចិត្តដល់ថ្ងៃហើយមិនដឹងទៅណាទៅណីកុំភ្លេចកក់គេមុនព្រោះអីស្រួលនឹងពេញបាត់ទៀតព្រោះកន្លែងអញ្ចឹងមនុស្សទៅច្រើនហើយនេះគឺជាកន្លែងជាជម្រើសឈុត hot pot របស់គេគឺមានជម្រើសលក្ខណៈ family ឈុតតូចនិង family ឈុតធំអញ្ចឹង family ឈុតតូចរបស់គេតម្លៃដូចជា51ហើយសម្រាប់ឈុតធំរបស់គេដូចជា73សម្រាប់ពុកម៉ែបងប្អូនអាចធ្វើការកក់សម្រាប់ឈុតទាំងអស់ហ្នឹងហើយនេះជម្រើសរបស់គេគឺគេមានមុខម្ហូបឲ្យយើងប៉ុណ្្នឹងឯងមានគ្រឿងក្នុងមានសាច់មានអីអញ្ចឹងដូចខ្ញុំដាក់បង្ហាញឲ្យឃើញអញ្ចឹងពេលខ្ញុំទៅព័ត៌មានលម្អិតយ៉ាងណានោះកុំភ្លេចតាមដាននៅក្នុង Facebook page របស់គាត់ផ្ទាល់ដើម្បីធ្វើការកក់ក៏ដូចជា check out នៅលើ promotion របស់គាត់មានលក្ខខណ្ឌអីបែបម៉េចកុំភ្លេចទេសួរគេនាំគេមុនអញ្ចឹងទៅដើម្បីមុននឹងយើងទៅកុំឲ្យ surprise អញ្ចឹងពេលខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេសម្រាប់ឲ្យអ្នកទាំងអស់គ្នាជាជម្រើសសម្រាប់ថ្ងៃ Valentine ព្រោះខ្ញុំជឿថាជិតដល់ថ្ងៃចេះយើងមិនដឹងទៅណាទៅណីអញ្ចឹងអាចមើលវីដេអូនេះហើយដឹងថាគួរទៅណាទៅណីហើយអញ្ចឹងពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេជាមួយនឹងជម្រើសមុខម្ហូបរបស់គាត់គឺពិសេសទៅលើប្រភេទ hot pot ដូចបង្ហាញឲ្យបានឃើញអញ្ចឹងយើងធ្លាប់តែញ៉ាំ hot pot នៅតាមហាងតែនេះញ៉ាំ hot pot លក្ខណៈ outdoor ឃើញទេសភាពមាត់ទន្លេឃើញអីអញ្ចឹងទៅហើយមានជម្រើសសាច់មានជម្រើសឈុតនឹងច្រើនសម្រាប់លក្ខណៈគ្រួសារយើងអាចហៅឈុតអញ្ចឹងទៅហើយទៅរបៀបអញ្ចឹងខ្ញុំរីកមិនថាយើងមិនបាច់ទៅញ៉ាំអីឆ្អែតពេកទេព្រោះយើងទៅញ៉ាំដើម្បី enjoy view ទៅអីអញ្ចឹងទៅយើងអាចទុកលុយទុកកាក់ដើរតែញ៉ាំអីណាផ្សេងទៀតអញ្ចឹងទៅប៉ុន្តែបើអ្នកគេលក្ខណៈថាចង់ញ៉ាំរបៀប
grab wine grab អីតិចតួចឬក៏បយ៉ាអីតិចតួចអីចឹងគេអាចនៅអង្គុយ relax អីចឹងទៅនេះជាកន្លែងបរិយាកាសបែបហ្នឹងខ្ញុំអាច recommend បែបហ្នឹងបានព្រោះជាកន្លែងមួយសម្រាប់យើងទៅ date ទៅអីចឹងណាអញ្ចឹងពីខ្ញុំទៅនេះជាកន្លែងមួយដែលល្អមែនតើ romantic ខ្លាំងមានឆាកមាន band មានអីនៅក្នុងហ្នឹងទាំងអស់ដែលអ្នកទាំងអស់គ្នាអាច enjoy view អាចមើលទេសភាពថ្ងៃលិចមើលអីចឹងទៅញ៉ាំមុខម្ហូបមានច្រើនជំរើសនិយាយទៅមុខម្ហូបរបស់គេមានតែឈុត promotion ទេគេមានឈុតអីផ្សេងទៀតប្រភេទឆ្អឹងជំនីប្រភេទស្អីឡែមប្រភេទអីហ្នឹងគឺគេមានច្រើនណាអញ្ចឹងជា steak អីហ្នឹងគឺតំណងអញ្ចឹងពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេជាមួយនឹង La Vida Floating ជាជំរើសមួយដែលអ្នកទាំងអស់គ្នាអត់និយាយទៅនៅស្រុកខ្មែរយើងបើទេសភាពស្អាតហើយនៅជ្រោយចង្វារគឺមានតែ La Vida Floating ហ្នឹងស្អាតខ្លាំងអរគុណបាយបាយ